ឥឡូវខ្ញុំបកមកនិយាយទៅកាន់បងប្អូនប្រជាជនកម្ពុជាបានផ្ញើលិខិតជូនទៅតុលាការហើយប៉ុន្តែមានបងប្អូននៅក្នុងក្រមប្រឆាំងបែរជាទាមទារឲ្យរដ្ឋាភិបាលបង្ហាញនៅការបោះត្រាឬលិខិតស្នាមណាមួយដែលថាតុលាការទទួលខ្ញុំសូមបងប្អូនជួនរួមជាតិបើថាប្រឆាំងក៏ប្រឆាំងទៅចុះតែបងប្អូនត្រូវគិតពីផលប្រយោជន៍ជាតិនិងគិតអំពីផ្លូវច្បាប់សូម្បីតែនៅក្នុងទូរស័ព្ទខ្ញុំនេះក៏មានលិខិតគ្រប់គ្រាន់ប៉ុន្តែយើងមិនអាចយកមកលេងសើចបានទេត្រូវគិតទៅដល់នីតិវិធីរបស់តុលាការមិនមែនយកបញ្ហាយកលិខិតរបស់តុលាការយកមកបង្ហាញចែកចាយដូចជាអតីតណែខិតបានទេមិនអាចទេមិនថាតុលាការអន្តរជាតិទេសូម្បីតែតុលាការក្នុងស្រុកក៏គេមិនអាចយកនៅពាក្យបណ្ដឹងនេះពាក្យបណ្ដឹងនោះលិខិតនេះលិខិតនោះទៅបង្ហាញនៅនេះនៅបង្ហាញនៅនោះមុនគេកាត់ក្តីទេបើធ្វើមិនស្រួលកម្ពុជាត្រូវតុលាការព្យួរចោលមិនចាត់ការសំណុំរឿងរបស់យើងក៏អាចថាបានគ្រោះថ្នាក់ដល់ជាតិខ្ញុំសូមពន្យល់ទៅដល់អ្នកប្រឆាំងពេលនេះអ្នកនៅជាមួយនឹងជាតិឬអ្នកនៅជាមួយបរទេសត្រូវចាំឱកាសនេះប្រជាជនកម្ពុជាត្រូវធ្វើការវិនិច្ឆ័យតើអ្នកណានៅជាមួយនឹងជាតិកម្ពុជាអ្នកណានៅជាមួយនឹងបរទេសដើម្បីបំផ្លាញកម្ពុជាខ្ញុំសូមឲ្យបងប្អូនទាំងក្នុងនិងក្រៅប្រទេសធ្វើការវិនិច្ឆ័យហើយសូមឲ្យបងប្អូននៅក្នុងបណ្ដាបកនយោបាយនានាដែលមិនមែនជាគណៈបកប្រជាជនធ្វើការវិនិច្ឆ័យទៅពេលនេះមកនេះហើយអាចកំបាំងទាក់ទិនជាមួយនឹងបញ្ហារឿងក្រីក្រំភាគីទាំងសងខាងសុទ្ធតែរក្សាការសម្បត្តិទាំងអស់បើមិនអញ្ចឹងដៃគូរបស់ខ្លួនគេមិនអាចដឹងរឿងរបស់យើងមុនដូច្នេះបានជាក្រុមមេធាវីក្រុមអ្នកច្បាប់គេធ្វើការប្រយ័ត្នប្រយែងណាគេធ្វើការប្រយ័ត្នប្រយែងណា